ដើមឆ្នាំថ្មីសម្រាប់អ្នកដែលត្រូវការជាមួយនឹងកូន laptop ដែលមានរូបរាងស្ដើងហើយរត់ជាមួយ CPU Intel ដែលជា CPU ល្អប្រើមិនងាយក្តៅសំខាន់វាជាកូនកុំព្យូទ័រវាមិនមែនត្រឹមតែជា tablet ទេវាមាន cache chock មាន keyboard ដែលវាយទៅ smooth ល្អ screen គេ 10.1 inch មិនធំពេកមិនទូចពេកល្មមក្នុងការដែលយើងដាក់កាតាបដាក់អីទៅរៀនអញ្ចឹងទៅ resolution Full HD Plus គឺថាមើលរឿងមើលអីគឺថាល្អមែនតើ Wi-Fi 6 ទៀត Bluetooth 5.2 ហើយការបង្ហាញទឹកពណ៌ដិតស្រស់ល្អមែនទែនវាគឺជា brand របស់ Chuwi ជា global brand ដែលល្បីមួយហើយពេលនេះបានមកដល់សារិកាហើយយើងអាចប្រើប្រាស់វាក្នុងការលេងហ្គេមក្នុងការវាយអត្ថបទក្នុងការ scroll internet បានយ៉ាងងាយនិយាយទៅគឺថាវាជាប្រភេទ mini ប៉ុន្តែតាន់តូចតែតាន់ហើយខ្លាំងទៀតមានដុំសាកមានខ្សែសាកសភៅធានីអីចឹងទៅនៅក្នុងប្រអប់របស់វាហើយគេដាក់មកមួយ set ហើយនេះគឺជា keyboard ឆក់ដែលឆក់ជាប់ជាមួយនឹង tablet យើងអាចប្រើប្រាស់ជា computer ក៏បានជា tablet ក៏បានហើយនេះ case របស់គេដែលយើងអាចដាក់ប្រឈរក៏បានប្តីក៏បានស្លេកតែយើងទេវាមានជើង stand ប្រឈរអញ្ចឹងស្រាប់ហើយមើលការ design របស់គេគឺ material ល្អមែនតើមើលទៅដូចជា tablet ដែលមានតម្លៃថ្លៃអញ្ចឹងហើយការដែល design របស់គេហ្នឹងគឺថាអាចតាក់ចិត្តយើងបានព្រោះវាស្អាតហើយវាភ្លឹងតែម្ដងមើលទៅគឺថាអត់មានទាស់កន្លែងណាទេឥឡូវនេះមើលគេដាក់ចូលជាមួយនឹង case អញ្ចឹងទៅហើយទម្ងន់វាក៏ស្រាលដែរត្រឹមតែ610ក្រាមប៉ុណ្ណោះអញ្ចឹងដាក់ចូលកាតាបដាក់ចូលកាបូបធ្វើការអីអាធំគឺថាបានហើយល្អមែនតើមើលការបង្ហាញវីដេអូរបស់គេគឺថាទាំង refresh rate ទាំង resolution គឺថាម៉ត់ច្បាស់ល្អមែនតើមិនធ្វើឲ្យយើងឈឺភ្នែកក្នុងការមើលទេអេក្រង់វាក៏មានបច្ចេកវិទ្យាការពារភ្នែកដែរស័ក្តិសមជាមួយនឹងអ្នកដែលត្រូវការកំសាន្តផងការធ្វើការផងបានបញ្ចូលទៅក្នុងនឹងជាស្រេចតែម្ដងជាមួយនឹង tablet មួយនេះយើងប្រើប្រាស់ជាមួយនឹង computer ពេញលេញ Windows 11 full license ហើយបើយើងខ្ជិលប្រើ computer យើងអាចផ្ដាច់វាមកប្រើជា tablet ក្នុងការធ្វើការឬក៏អូសឯកសារបានផ្សេងទៀតផងដែរមកការ typing គឺថា smooth ល្អមែនតើអញ្ចឹងបើសិនជាបងប្អូនមានចំណាប់អារម្មណ៍នៅក្នុងការទិញជាកាដូសម្រាប់មនុស្សជាទីស្រឡាញ់ឬក៏ទិញកាដូសម្រាប់ខ្លួនឯងក្នុងឆ្នាំថ្មីនេះអាចតាក់ទងមកសារិកាបានធានាជូនបងប្អូនតម្លៃទុនហើយគុណភាពអស្ចារ្យមែនទែនហើយវាមកជាមួយនឹង RAM 8GB storage រហូតដល់ 256GB អញ្ចឹងការបន្ទុកឯកសារការបន្ទុកជាមួយនឹងការងារផ្សេងរូបថតរូបអីហ្នឹងគឺថាមិនងាយពេញមកទេហើយសំខាន់កាមេរ៉ាវាខាងក្រោយ8 megapixel ខាងមុខ5 megapixel ចង់ថតរូបក៏បានចង់ធ្វើជាវីដេអូ call ធ្វើជា webcam ក្នុងការប្រជុំក៏បានហើយថ្មវិញវាមកជាមួយនឹងថ្ម3400 mAh អញ្ចឹងប៉ុណ្ណេះវានៅចន្លោះកណ្ដាលមិនធំពេកមិនទូចពេកអញ្ចឹងយើងប្រើប្រាស់បាត់បែនទៅតាមកលៈទេសៈជាក់ស្ដែងផងដែរអញ្ចឹងអាចតាក់ទងមកតាមលេខទូរស័ព្ទលេខ Telegram ដែលមាននៅលើ caption បានទីតាំងក៏មាននៅលើ caption ដែរហើយបើគិតថា screen វាទូចយើងអាចដោតជាមួយនឹង monitor ខាងក្រៅបញ្ចូលរូបភាពទៅគឺថាល្អមែនតើវាមានរុនគ្រប់សពទាំងរុន time memory ទាំងរុន time RAM ទាំងរុនសាកថ្មនិងរុនកាសផងដែរសូមអរគុណសូមជម្រាបលា